វីដេអូនេះសម្រាប់អ្នកទាំងអស់គ្នាដែលចង់បកប្រែរឿងចិនមកខ្មែរតាមរយៈ Tool All in One របស់ខ្ញុំណាតែចង់ធ្វើបកម្ដងបានវែងត្រឹម10នាទីឬក៏15នាទីឬក៏កន្លះម៉ោងអីចុះមកអញ្ចឹងណាអញ្ចឹងចូលមកមើលវីដេអូនេះដល់ចប់ទាំងអស់គ្នាអញ្ចឹងជាដំបូងអ្នកគ្នាត្រូវចូលទៅក្នុង CapCut សិនបន្ទាប់ពីចូលមកក្នុង CapCut ហើយអ្នកគ្នាចុចដាក់វីដេអូដែលអ្នកគ្នាចង់យកមកបកប្រែក្នុង Tool All in One ដែលវាមាននាទីវែងហ្នឹងមកឥឡូវខ្ញុំរើសយកវីដេអូនេះចឹងវីដេអូនេះវា19នាទីជាងនេះវា19នាទីជាងចឹងអ្នកនរគ្នាចូលមកតម្លាក់វីដេអូចឹងហើយចូលមកកាន់ពាក្យនេះ caption ចូលមកកាន់ពាក្យ caption ហើយយើងត្រូវនេះ generate យក script របស់វាចឹងយើងរងចាំតិចសិនទៅអញ្ចឹងបន្ទាប់ពីយើង generate script បានហើយអ្នកនរគ្នាចាប់ផ្ដើម export វាចេញមកណាយើង export យកតែ script បានហើយយើងដកកន្លែងវីដេអូនេះចេញនេះនៅសល់តែ SRT ហ្នឹងទៅហើយយើងដាក់ចំណាំឈ្មោះវាទៅមកខ្ញុំ export ចេញបន្ទាប់ពី export រួចហើយយើងចូលទៅកាន់ Tool All in One សិននេះចូលទៅកាន់ Tool All in One យើងត្រូវដាក់វីដេអូមិញចូលយើង add វីដេអូមិញហ្នឹងដែល19នាទីជាងហ្នឹងនេះបន្ទាប់ពីដាក់វីដេអូចូលបែបនេះហើយយើងរងចាំវាបន្តិចទៅឲ្យវាធ្លាក់សលេងនេះមកនេះបន្ទាប់ពីធ្លាក់ចូលជាហើយយើងមិនចាំចុច save សលេងអីទៀតទេព្រោះយើងយក script មកហើយអញ្ចឹងយើងចុចពី option យកតែម្ដងចុចយកពី option ហើយយើងចុច separate playing ដើម្បីយើងយក playing ណាបើអ្នកនរគ្នាចង់យកទៅកាត់នៅក្នុង CapCut ក៏បានដែរតែវាអត់បាន playing ណា CapCut ខាងលើវាពិបាកវាញ៉ៃញ៉ៃអញ្ចឹងយើងចុចធ្វើនៅក្នុង tool ហ្មងទៅបានកែ edit video អីនៅក្នុង tool ស្រាប់អញ្ចឹងយើងចុច separate playing វាមកអញ្ចឹងយើងស្របពេលដែលយើងរងចាំហ្នឹងអ្នកនរគ្នាត្រូវតែមាន tool live time ដែលខ្ញុំTool បកប្រែ script live time របស់ខ្ញុំអញ្ចឹងអ្នកគ្នាអាចចូលទៅកាន់ tool បកប្រែ script live time ទៅដែលខ្ញុំដាក់លក់ហ្នឹងអ្នកគ្នាអាចទិញវាបានព្រោះ tool បកប្រែ script live time នេះវាអាច generate បក script មកបានវែងអញ្ចឹងពេលដែលបក script វែងយើងអាចដាក់នៅក្នុង tool សលេងរបស់យើង tool all in one ហ្នឹងវែងដូចគ្នាហើយវាត្រូវ timeline ល្អអញ្ចឹងអ្នកគ្នាចាប់ផ្ដើមដាក់ script ចូលscript ដែលយើងជីងចេញពី CapCut មិញនេះអញ្ចឹងយើងចុចពីរដងលើវាណានេះវានឹង load script នៅហ្នឹងហើយចំនួននាទីរបស់វាគឺ19នាទីចុច19អញ្ចឹងដាក់ចូលតែប៉ុណ្្នឹងហើយអ្នកគ្នាមិនបាច់ធ្វើអីទៀតទេយើងចុចដំណើរការតែម្ដងអញ្ចឹងយើងរងចាំវាទៅរងចាំតម្រាំតាវាបកឲ្យវារៀង CPU ដែរដោយសារតារឿងវាវែងនេះបន្ទាប់ពីយើងចាំទៅនេះវា load ដល់ឡើង9ហើយអញ្ចឹងពេលវា load គ្រប់10មកគឺវាបកប្រែ script ឲ្យយើងបានហើយយើងរងចាំបន្តិចទៅឥឡូវគឺវា load បានហើយអញ្ចឹងយើងអស់មើល script ហ្នឹងមកនេះយើងអាចអស់មើលបានថាវាមានខ្វះខាតកន្លែងណាខ្វះខាត script ឬក៏វាមានបកខុសអីអត់តែជាទូទៅTool បកប្រែ script live time ហ្នឹងគឺវាអត់ដែលមានបកខុសអីទេបកមកស្អាតត្រូវពាក្យត្រូវ clear ល្អអញ្ចឹងបន្ទាប់ពីបានត្រឹមហ្នឹងហើយយើងចុច download script ហ្នឹងនេះយើងទាញយក script ហ្នឹងមកពេលដែលយើងទាញយក script រួចហើយយើងត្រូវចូលទៅកាន់ Tool All in One វិញនេះ Tool All in One ជាធម្មតាទេនាទីរឿងវាវែងអញ្ចឹងពេលដែលវា separate play ក៏វារៀងយូរដែរអញ្ចឹងនេះពេលវាពងតែ load អញ្ចឹងយើងកុំតន់ដាក់ script ចូលយើងត្រូវចាំវារហូតដល់ load ពេញ 100% សិនពេញ 100% វា load សញ្ញាគ្រីសនៅខាងក្រោមនេះដើម្បីឲ្យវា separate play បានមានន័យថាវាបិទសលេងតួអង្គចិនបានណាបិទសលេងតួអង្គចិនបាន 100% ទើបយើងយក script ខ្មែរដែលយើងទាញចេញពី Tool live time មិញហ្នឹងយកមកដាក់នៅក្នុង Tool All in One ឲ្យវា generate ទៅជាសលេងបានអញ្ចឹងយើងរងចាំមួយផ្លែតទៅវាអត់ CPU ប្រហែលទេអានេះវាអាស្រ័យទៅលើអ៊ីនធឺណិតនិងកុំព្យូទ័ររបស់អ្នកនរគ្នាដែរហើយនេះកុំព្យូទ័ររបស់ខ្ញុំវារៀងទូចដែរវាអត់ធំទេហើយអ៊ីនធឺណិតខ្ញុំក៏វារៀងដើរយឺតដែរអញ្ចឹងបើអ៊ីនធឺណិតអ្នកនរគ្នាដើរលឿនកុំព្យូទ័រអ្នកនរគ្នាធំវាក៏លឿនទៅតាមនឹងដែរអញ្ចឹងឥឡូវបន្ទាប់ពីយើងរងចាំមួយផ្លែតទៅគឺវា separate play បានហើយនេះវាដាក់សញ្ញាគ្រីសបែបនេះអញ្ចឹងអ្នកនរគ្នាចាប់ផ្ដើមដាក់ script ដែលយើងទាញយកមិញមក script ខ្មែរហ្នឹងនេះយើងដាក់ចូលមកអូខេបន្ទាប់ពីយើងដាក់ចូលយើងចាំវាបន្តិចឲ្យវា load ឲ្យអស់ព្រោះ script វាច្រើនយើងចាំវាមកសបកទៅនេះអ្នកនរគ្នាត្រូវចាំតវា load មកចេញ timeline បែបនេះណាអញ្ចឹងពេលវា load ចេញ timeline យើងអស់មើលបាននេះ script យើងអូច្រើនខ្លាំងមែនតើ script រឿងឡើងចិត្តកន្លះម៉ោងដែរនេះឡើង294 script ណាអញ្ចឹងយើងចាប់ផ្ដើមទៅនេះចុច
generate ទាំងអស់គ្នាអូខេវាពងតែដំណើរការហើយអ្នកនេះយើងចាំបន្តិចទៅព្រោះ script វាច្រើនវាត្រូវការបកច្រើនណាស់នេះវាចាប់ផ្ដើមដើរហើយអញ្ចឹងដើររបៀបដល់ពេញយើងចាំទៅស្ដាប់មើលវីដេអូទាំងអស់គ្នានេះបន្ទាប់ពីយើងចាំមកសបកទៅឃើញនេះពងវាពងតែដើរ script ឲ្យយើងហើយអ្នកគ្នាត្រូវចាំតតែវា load គ្រប់និយាយទៅគ្រប់293 script ហ្នឹងណាអញ្ចឹងវាប្រើពេលអត់យូរទេយើងចាំវាទៅខ្ទង់1នាទីអីហ្នឹងអត់ដល់1នាទីផងយើងចាំវាទៅវា generate បានហើយនេះវាចូលមកដល់នេះ294 script ណាអញ្ចឹងវា load គ្រីសហើយពេលវា load គ្រីសអញ្ចឹងហើយអ្នកគ្នាចង់កែអីគេទៀតនៅក្នុង tool របស់យើងណាអ្នកគ្នាចង់កែ resolution ដាក់អក្សរមែននេះចង់ដាក់ image ឲ្យវារត់ចុះឡើងឬក៏ចង់ដាក់អក្សរអញ្ចឹងឧទាហរណ៍ខ្ញុំលើកឧទាហរណ៍ថាខ្ញុំដាក់ logo របស់ខ្ញុំចោះឥឡូវខ្ញុំដាក់ logo នេះក្រោយយើងដាក់ logo ចូលមកនេះដាក់ logo ហ្នឹងហើយយើងព្រមឲ្យវាទូចយេឲ្យទូចបែបនេះយើងចុច play ឲ្យឃើញវា load បែបហ្នឹងណានេះវា load ទៅមកបែបហ្នឹងអ្នកគ្នាអាចដាក់បានអញ្ចឹងខ្ញុំឈប់ scope វាហើយអ្នកគ្នាចង់ដាក់អីគេទៀតចង់បាំង blur លើអក្សរចិនដាច់អាចបាំង blur បានដូចគ្នានេះ add blur ទៅអានេះខ្ញុំគ្រាន់តែជាឧទាហរណ៍ទេខ្ញុំដាក់បាំងឲ្យខ្ញុំឲ្យអ្នកគ្នាមើលបាំងកន្លែងហ្នឹងអញ្ចឹងណាហើយនេះចង់ add image ហ្នឹងគឺ add logo នេះឲ្យវានៅមួយកន្លែងចង់ add ឲ្យនៅមួយកន្លែងក៏បានដែរអូខេចុចកន្លែងហ្នឹងមកអូខេនេះយើងទាញដាក់កន្លែងណាដាក់កន្លែងហ្នឹងទៅអូខេប៉ុណ្ណឹងនេះឲ្យវានៅមួយកន្លែងហ្នឹងណាអាហ្នឹងវាអត់មានរត់ទៅមកទេហើយអ្នកគ្នាចង់បន្ថែមអីគេទៀតចង់បន្ថែម filter មាន filter ដូចគ្នានេះអ្នកគ្នាអាចរើសបានប៉ុន្តែខ្ញុំអត់ដាក់ទេហើយកន្លែងនេះកន្លែងមួឲ្យវីដេអូវាជ្រះបដ ாய் អ្នកគ្នាអាចកែបានកន្លែងនេះឬទំហំអ្នកគ្នាដាក់ទំហំណាក៏ទំហំទៅតែខ្ញុំដាក់ទំហំ original នឹងឯងហើយតែប៉ុណ្្នឹងទេពេលរួចរាល់អស់ហើយអ្នកគ្នាអាចចុច export បាននេះយើងចុច export ទៅហើយយើងចាំទៅស្ដាប់វីដេអូរីសាវីដេអូដែលពេលចេញមកទាំងអស់គ្នាថាវាត្រូវមាត់ត្រូវពាក្យអត់បានអត់ឥឡូវយើងចាំមើលវីដេអូទាំងអស់គ្នាទៅ File anh mình bạch phơi bạn thế dương chỉ mật lọ kia tao nhung. Ai chắc tụi anh chỉ nhận bóng đá ban đầu Việt Nam. Ru có gì vậy bạn này? Tất chất để anh miên chồng púc nhung viên thông thế na, túc nhung xong mùi chỉ vật co mình ở đài này. Cứ chỉ tài của ta không bao, tớp nằm trong mây anh. Ru công toàn ảo thuật ấy mất bảo hành. Robot phơi cá bên người này. Chắcបើសិនអ្នកនរគ្នាចាប់អារម្មណ៍អីគឺអាចប្រើលើ tool all in one ហើយទិញ tool lifetime របស់ខ្ញុំទៅគឺអាចធ្វើរឿងវែងបានហើយដូចខ្ញុំបញ្ជាក់អញ្ចឹងបើយើងចង់បានរឿងវែងធ្វើម្ដងបានកន្លះម៉ោងអីវិញគឺយើងត្រូវទទួលស្គាល់ថាវាអត់ detect ស្រីប្រុសបានទេបើស្រីប្រុសគឺប្រុសសុទ្ធស្រីគឺស្រីសុទ្ធទេប៉ុន្តែវាធ្វើបានវែងវាលឿនណាអញ្ចឹងអ្នកគ្នាអាចចាប់ទៅមើលបានហើយវាត្រូវមាត់ត្រូវ timeline ល្អ
អញ្ចឹងអ្នកគ្នាបានមើលហើយគឺខ្ញុំបានអស់សលេងអស់រឿងហ្នឹងគឺឲ្យមើលដល់19នាទីចុច21និយាយទៅរឿងហ្នឹងវាចូល20នាទីគឺវាបកមកបានស្អាតខ្លាំងមែនទែនហើយវាត្រូវមាត់ត្រូវពាក្យត្រូវ clear ល្អអញ្ចឹងសម្រាប់អ្នកគ្នាបើចង់ប្រើtool all in one បូករួមជាមួយនឹងអា tool script បកប្រែ script lifetime នឹងអីគឺអាចទិញយកទៅប្រើបានវាអាចបកប្រែរឿងបានវែងកន្លះម៉ោងអីចុះមកក្រោមគឺប្រើបានអត់មានបញ្ហាទេគឺ see point តែម្ដងហើយ tool lifetime គឺ tool ថ្លៃខ្លាំងទេទិញតែម្ដងគឺប្រើបានមួយជីវិតហ្មងអត់មានត្រូវការចំណាយលុយទិញអីទៀតទេយើងគ្រាន់តែទិញ tool all in one ជាខែទៅគឺប្រើបានហើយ